ការវិលម្លាយយុទ្ធសាស្ត្រការពារដែនការរបស់អ៊ុយក្រែនសម្រាប់កាលមកដល់នៃជំនួយមីស៊ីលផលតិរិតបន្ថែមនិងកិច្ចខិតខំប្រឹងប្រែងសម្ងាត់របស់ទីក្រុងគីវចំពេលដែលមានការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសរុស្ស៊ីនៅក្នុងការវិវត្តយុទ្ធសាស្ត្រយោធាចុងក្រោយកងកម្លាំងអ៊ុយក្រែនទើបតែទទួលបាននូវប្រព័ន្ធមីស៊ីលការពារដែនការ Patriot ដែលផលិតដោយសហរដ្ឋអាមេរិកមួយចំនួនតូចបន្ថែមទៀតដែលមានសមត្ថភាពអាចបាញ់ទម្លាក់មីស៊ីល ballistic របស់រុស្ស៊ីបានជាមួយគ្នានេះទីក្រុងគីវក៏ទទួលបានការបញ្ជាក់ជាផ្លូវការអំពីការផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលការពារដែនការប្រភេទ Coratel ពីប្រទេសបារាំងបន្ថែមទៀតនាពេលខាងមុខទោះជាយ៉ាងនេះក្តីការផ្គត់ផ្គង់នេះនៅតែមិនទាន់អាចបំពេញទៅលើតម្រូវការការពារដែនការដ៏ធំធេងរបស់អ៊ុយក្រែនបាននៅឡើយទេចំពេលដែលរុស្ស៊ីកំពុងបង្កើនការវាយប្រហារដោយដ្រូននិងមីស៊ីលទ្រង់ទ្រាយធំយ៉ាងណាមិញនេះគឺជាកិច្ចខិតខំប្រឹងប្រែងយ៉ាងសម្ងាត់និងគម្លាតនៃតម្រូវការដ៏ធំធេងប្រធានាធិបតីរបស់អ៊ុយក្រែនលោក Volodymyr Zelensky បានលាក់បាំងមិនបញ្ជាក់អំពីចំនួនជាក់លាក់នៃការមកដល់ឬអត្តសញ្ញាណរបស់ប្រទេសដែលផ្គត់ផ្គង់នូវមីស៊ីលស្តេច Patriot ទាំងនេះឡើយលោកបានបង្ហើបឲ្យដឹងថាបច្ចុប្បន្នអ៊ុយក្រែនទទួលបានត្រឹមតែ 1% តែប៉ុណ្ណោះនៃបរិមាណផលិតកម្មមីស៊ីល Patriot របស់អាមេរិកខណៈពេលដែលតម្រូវការជាក់ស្ដែងដើម្បីការពារប្រទេសគឺមានរត់ដល់ទៅ 5% ដើម្បីសម្រេចបាននូវការផ្គត់ផ្គង់បន្ថែមលោក Volodymyr Zelensky បានបញ្ជាក់ថាលោកត្រូវចំណាយពេលជាច្រើនខែនឹងធ្វើការហៅទូរស័ព្ទរាប់លានដងដែលលោកថែមទាំងបានសារភាពដ៏គួរភ្ញាក់ផ្អើលថាដើម្បីទទួលបានប្រព័ន្ធការពារដែនការទាំងនេះលោកបានអនុវត្តនូវកិច្ចការសម្ងាត់មួយចំនួនដែលលោកមិនអាចសូម្បីតែចែករំលែកជាសាធារណៈបានប៉ុន្តែលោកបានសង្កត់ធ្ងន់ថាកិច្ចការទាំងនោះគឺធ្វើឡើងដោយស្របច្បាប់និងមិនមានអ្វីផ្ទុយទៅនឹងច្បាប់ឡើយយ៉ាងណាមិញពាក់ព័ន្ធជាមួយនឹងអ្វីដែលជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រដែលវាយប្រហារទៅលើគ្រឿងបាញ់បង្ហោះគ្រាប់មីស៊ីលរបស់សត្រូវដែលនេះគឺជាអ្វីដែលអ៊ុយក្រែនកំពុងតែយកចិត្តទុកដាក់ជាទីបំផុតដោយសារតែការខ្វះខាតយ៉ាងធ្ងន់ធ្ងរនៃគ្រាប់មីស៊ីលស្ទាក់ចាប់សម្រាប់ការការពារដែនអាកាសគងកម្លាំងអ៊ុយក្រែនបានកំពុងកែសម្រួលយុទ្ធសាស្ត្រយោធារបស់ខ្លួនអ៊ុយក្រែនបានបង្កើនការវាយប្រហាររយៈចម្ងាយមធ្យមនិងចម្ងាយឆ្ងាយសម្ដៅទៅលើការកំទេចប្រព័ន្ធការពារដែនអាកាសនិងគ្រឿងបាញ់បង្ហោះគ្រាប់មីស៊ីលរបស់រុស្ស៊ីដែលផ្ទាល់ទៅលើទឹកដីរុស្ស៊ីនិងតំបន់កាន់កាប់ជាស្ដេចលោក Volodymyr Zelensky បានរាយការណ៍ថាគងកម្លាំងអ៊ុយក្រែនបានបើកការវាយប្រហារដោយភាពជោគជ័យនិងបានកំទេចគ្រឿងបាញ់បង្ហោះមីស៊ីល ballistic Iskander-M របស់រុស្ស៊ីមួយគ្រឿងនៅក្នុងទីតាំងមួយក្បែរព្រំដែនអន្តរជាតិដើម្បីជួយកាត់បន្ថយការវាយប្រហារដោយមីស៊ីល ballistic របស់រុស្ស៊ីមកលើទឹកដីអ៊ុយក្រែនសម្ពាធនៃការការពារដែនការនិងការទប់ទល់របស់អ៊ុយក្រែនដែលកំពុងតែមានការកើនឡើងយ៉ាងខ្លាំងដែលស្ថានភាពការពារដែនការរបស់អ៊ុយក្រែនកំពុងតែស្ថិតនៅក្រោមសម្ពាធនៃការវាយប្រហាររបស់រុស្ស៊ីគិតចាប់តាំងពីថ្ងៃទី11ខែសីហាឆ្នាំ2026មកគងទ័ពរបស់អ៊ុយក្រែនបានសម្រេចចិត្តបញ្ឈប់ការរាយការណ៍ជាទៀងទាត់អំពីចំនួនមីស៊ីលដែលរុស្ស៊ីបានបាញ់និងចំនួនមីស៊ីលដែលត្រូវបានស្ទាក់ចាប់ដែលនេះបានឆ្លុះបញ្ចាំងអំពីការលំបាកយ៉ាងខ្លាំងរបស់ប្រព័ន្ធការពារដែនការរបស់អ៊ុយក្រែនក្នុងការទប់ទល់ទៅនឹងយុទ្ធនាការនៃការវាយប្រហាររបស់រុស្ស៊ីជាស្ដែងនៅយប់ថ្ងៃទី22ឈានចូលថ្ងៃទី23ខែសីហាឆ្នាំ2026រុស្ស៊ីបានបើកការវាយប្រហារដោយប្រើប្រាស់ដ្រូនរយៈចម្ងាយឆ្ងាយទ្រង់ទ្រាយធំដែលបាញ់បង្ហោះនៅដ្រូនវាយប្រហារប្រភេទ Zahid និង Gabera ព្រមទាំងដ្រូនបញ្ឆោតប្រភេទ Parodia ចំនួន127គ្រឿងចេញពីតំបន់ខឹកអូយ៉ូល Rostov Krasnodar តំបន់កាន់កាប់ Donetsk និងតំបន់គ្រីមៀផងដែរបើទោះបីជាកងកម្លាំងការពារដែនការរបស់អ៊ុយក្រែនអាចបាញ់ទម្លាក់ដ្រូនទៅនៅប្រមាណ97គ្រឿងក៏ដោយក៏មានដ្រូនចំនួន27គ្រឿងផ្សេងទៀតបានវាយប្រហារចំគោលដៅមកលើទីតាំងចំនួន22កន្លែងដែលបណ្ដាលឲ្យមានការខូចខាតទៅដល់ហេដ្ឋារចនាសម្ព័ន្ធកសិកម្មលំនៅដ្ឋាននិងប្រព័ន្ធអគ្គិសនីនៅក្នុងខេត្ត Chernihiv Kirovohrad Odessa Sumy និង Zaporizhzhia ជាដើមទន្ទឹមនឹងនេះផងដែរគងកម្លាំងរុស្ស៊ីក៏បានបន្តបើកការវាយប្រហារជាពិសេសមកលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់អ៊ុយក្រែនការវាយប្រហារដោយដ្រូន2ដងមកលើរថភ្លើងអគ្គិសនី Lymanivka ក្នុងខេត្ត Kharkiv បានសម្លាប់ជនស៊ីវិលម្នាក់និងរបួស4នាក់នៅថ្ងៃដដែលនោះរុស្ស៊ីក៏បានវាយប្រហារមកលើរថភ្លើងដឹកអ្នកដំណើររវាង Zhytomyr និង Odessa ដែលផ្ទុកមនុស្សចំនួន593នាក់រួមទាំងកុមារ15នាក់ផងដែរប៉ុន្តែសំណាងល្អអាជ្ញាធរអ៊ុយក្រែនអាចដឹងមុននឹងជំនះប្រជាជនទាន់ពេលវេលាការមកដល់នៃមីស៊ីលការពារដែនការ Patriot បន្ថែមទៀតនិងយុទ្ធសាស្ត្រកំទេចបាញ់គ្រឿងបង្ហោះនិងយុទ្ធសាស្ត្របាញ់កំទេចគ្រឿងមីស៊ីលរបស់សត្រូវកំពុងក្លាយជាខែលការពារដ៏សំខាន់សម្រាប់អ៊ុយក្រែនក្នុងការប្រឈមមុខទៅនឹងយុទ្ធនាការប្រើប្រាស់រដូវរងាជាអាវុធរបស់រុស្ស៊ីកំពុងខិតជិតមកដល់